នារីម៉ូដែលដ៏ស្រស់ស្អាតម្នាក់ត្រូវជាប់នៅក្នុងប្រអប់កញ្ចក់ដែលមានខ្សាច់ហូរមកពីលើស្ទើរតែនឹងគាប់នារីម្នាក់នឹងនៅក្នុងប្រអប់ខ្សាច់ទៅហើយជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា Captivity មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីតារា model ដ៏ស្រស់ស្អាតម្នាក់ត្រូវបានឃាតករចាប់យកទៅឃុំឃាំងនៅបន្ទប់ក្រោមដីហើយនៅពេលជាប់ឃុំឃាំងនោះនាងក៏បានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ដែលជាជនរងគ្រោះដូចគ្នាប៉ុន្តែវាគឺមានរឿងរ៉ាវនៅពីក្រោយហ្នឹងដែលនឹកស្មានមិនដល់ជាច្រើនទៀតពិសេសរឿងនេះក៏មានជាសារអប់រំដល់បងប្អូននារីឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរចង់ដឹងថាដំណើរសាច់រឿងល្អមើលយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីឃាតករសម្លាប់រង្គាលម្នាក់ដែលកំពុងតែធ្វើទរណកម្មទៅលើជនរងគ្រោះរបស់គេដោយគេបានចាក់ថ្នាំសន្លប់ឲ្យបរិសម្នាក់នោះហើយក៏រំពងស្មងលើផ្នែកក្បាលដោយទុកតែប្រឡោះភ្នែកនឹងមាត់ហើយនៅពេលដែលបរិសម្នាក់នឹងដឹងខ្លួនឃាតករក៏បានចាក់ទឹកអាស៊ីតចូលទៅក្នុងមាត់បរិសម្នាក់នោះដែលធ្វើឲ្យបរិសម្នាក់នឹងប្រកាច់ប្រកិនស្ទើរតែដាច់ខ្យល់ចុងក្រោយឃាតករក៏បានយកញញួរមកសំពងក្បាលបរិសម្នាក់នឹងបង្ហើយតែម្ដងបន្ទាប់មកឈុតក៏បានបង្ហាញនៅតារាស្រីដ៏ស្រស់ស្អាតនិងមានប្រជាប្រិយភាពម្នាក់កំពុងតែផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយដែលកំពុងតែមើលដោយបរិសឃាតករអាចកំបាំងកាលពីដើមរឿងនោះបរិសជាឃាតករក៏បានកាត់យកអក្សរពីកាសែតទស្សនាវដ្តីនានាមកផ្គុំគ្នាជាប្រយោគនិងកាត់រូបបិទធ្វើជាសៀវភៅ comic ដែលដកស្រង់ពីពាក្យសម្ដីរបស់តារាស្រីម្នាក់នោះនៅក្នុងបន្ទប់របស់ឃាតករយើងក៏បានឃើញកាសែតសេរីចាស់ប៉ុន្មានដុំដែលមានបិទឈ្មោះរបស់តារាស្រីម្នាក់នឹងផងដែរគឺ Jennifer បន្ទាប់មកយើងក៏បានឃើញថាឃាតករម្នាក់នឹងក៏បានចាប់ជំរិតតារាស្រី Jennifer យកមកឃុំឃាំងនៅកន្លែងរបស់គេបានសម្រេច Jennifer ភ្ញាក់ឡើងនៅក្នុងបន្ទប់ហើយមានទេសភាពបែបមាត់សមុទ្រយ៉ាងស្រស់ស្អាតប៉ុន្តែនៅពេលដែលនាងដើរទៅមើលជិតទៅក៏ដឹងថានឹងគ្រាន់តែជាវីដេអូដែលបញ្ចាំងដោយ projector តែប៉ុណ្ណោះដោយភ័យខ្លាច Jennifer ក៏បានព្យាយាមស្រែករកជំនួយនិងស្វែងរកផ្លូវចេញប៉ុន្តែគឺមិនបានផលអីនោះទេស្រាប់តែភ្លាមហ្នឹងក៏មានថតប្រអប់លៀនចេញពីជញ្ជាំងមកនៅពេលដែល Jennifer ទៅពិនិត្យមើលទៅក៏ឃើញមានកាសែតសេរីចាស់ឬហៅថា VHS tape នៅក្នុងនឹងមួយ Jennifer ក៏បានចាក់វាចូលទូរទស្សន៍ដើម្បីមើលហើយនាងក៏បានឃើញឃាតករបានលួចចូលទៅក្នុងផ្ទះរបស់នាងរួចក៏មានឈុតដែលនាងបានដួលសន្លប់ហើយក៏ត្រូវបានឃាតករចងដៃចាប់យករូបរាងរបស់នាងមកកាន់ទីនេះ Jennifer មើលហើយគឺខឹងយ៉ាងខ្លាំងនាងក៏បានធ្វើការកំទេចរបស់របរគ្រប់យ៉ាងដែលមាននៅក្នុងបន្ទប់ហ្នឹងហើយនាងក៏បានស្រែកខ្លាំងថានាងគឺជាតារាល្បីម្នាក់ក្រុមប៉ូលីសនឹងមកតាមរកនាងជាមិនខាននៅខាងក្រុមប៉ូលីសឯនេះវិញពួកគេកំពុងតែធ្វើការត្រួតពិនិត្យកសលវិច័យនៅក្នុងផ្ទះរបស់ Jennifer ប៉ុន្តែគឺថាឃាតករដូចជាមានជំនាញណាស់គឺមិនមានសល់ស្នាមក្រយៅម្រាមដៃឬក៏ផុសតាំងអ្វីឲ្យក្រុមប៉ូលីសតតែសោះនៅពេលដែលប៉ូលីសប្រុសម្នាក់ទៅបើកមើលទូស្រាប់តែគេក៏បានឃើញមានកាតដែលសរសេរដោយអក្សរក្រិចនិងកូនចានមួយដែលដាក់ផេះនៅខាង Jennifer ឯនេះវិញថតប្រអប់ក៏បានបើកមកម្ដងទៀតនៅពេលដែលនាងទៅមើលម្ដងនេះក៏បានឃើញមានតុក្កតាខ្លាឃ្មុំតូចមួយជាមួយនឹងទស្សនាវដ្តីនាងក៏បានយកតែកូនតុក្កតាហើយក៏មកអង្គុយវិញប៉ុន្តែស្រាប់តែថតហ្នឹងក៏បានរុញបើកមកម្ដងទៀត Jennifer ក៏ទៅមើលសារជាថ្មីនាងក៏បានឃើញកូនសោទូលេខ1នាងក៏បានយកកូនសោនោះទៅចាក់ទូហើយនាងក៏មានការភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញសម្លៀកបំពាក់របស់នាងនៅក្នុងនឹងនាងក៏បានយកវាទៅដាក់ចូលក្នុងថតហើយក៏មកអង្គុយវិញប៉ុន្តែក៏ត្រូវបានឃាតករនឹងបានបើកសម្លេងរំខានលឺដោយសារតែគេមិនពេញចិត្តនឹងទង្វើរបស់នាងបែបនេះ Jennifer ទ្រាំមិនបានក៏ទៅយកសម្លៀកបំពាក់របស់នាងចេញពីថតមកវិញលើកនេះ Jennifer ក៏បានចាប់ហែកសម្លៀកបំពាក់របស់នាងនឹងចោលតែម្ដងហើយសម្លេងរំខានក៏បន្លឺឡើងយ៉ាងខ្លាំងជាថ្មីម្ដងទៀត Jennifer ក៏បានលូនចូលទៅពួរនៅក្រោមគ្រែហើយនាងក៏បានឃើញមានដែកឈូសក្រចកនាងក៏បានយកវាទៅមូលដោះវិសគម្របរន្ធខ្យល់ខាងលើរួចក៏បានឡើងទៅដោយព្យាយាមវាដើម្បីរកច្រកចេញទូរទស្សន៍ដែលនៅក្នុងបន្ទប់របស់នាងក៏បានដំណើរការវីដេអូសម្ភាសន៍របស់នាងដោយខ្លួនឯងនៅក្នុងរន្ធខ្យល់នោះ Jennifer ក៏បានឮសំឡេងហើយក៏ឃើញមានផ្កាភ្លើងចេញមកដោយសារតែមាននរណាម្នាក់
បានយកម៉ូទ័រអាដែកកាត់ផ្លូវរបស់នាងនៅពេលដែលនាងថយក្រោយនាងក៏បានឃើញមានកាមេរ៉ាបានកំពុងតែសង្កេតមើលនាងផងដែរពេលនោះស្រាប់តែមានដៃមួយក៏ចាប់នាងរួចក៏បានចាក់ថ្នាំឲ្យនាងសន្លប់បាត់ទៅពេលដែលនាងដឹងខ្លួនឡើងមកវិញនាងក៏បានឃើញខ្លួនឯងគេងនៅលើគ្រែជាមួយនឹងសម្លៀកបំពាក់ដែលនាងបានហែកវាមុននឹងហើយគម្របរុនខ្យល់វិញគឺត្រូវបានដាក់ថ្មីដោយដែកយ៉ាងក្រាស់យើងក៏បានឃើញឃាតករគឺកំពុងតែអង្គុយមើលនាងស្ទើរតែគ្រប់ជ្រុងពីកាមេរ៉ាសុវត្ថិភាពនៅខាងក្រុមប៉ូលីសស៊ើបអង្កេតវិញពួកគេគឺនៅតែបន្តការស្វែងរក Jennifer ហើយពួកគេក៏បានដាក់ការសង្ស័យថាការបាត់ខ្លួនរបស់ Jennifer គឺដូចទៅនឹងករណីបាត់ខ្លួនរបស់ជនរងគ្រោះមួយចំនួនពីមុនដែលពួកគេគិតថាប្រហែលជាឃាតករជាមនុស្សតែមួយជាមិនខាន Jennifer នៅពេលដែលនាងបើកភ្នែកមកម្ដងនេះនាងក៏បានឃើញដូចជាមានពន្លឺចាំងចូលមកបន្ទប់របស់នាងបន្តិចហើយនៅពេលដែលនាងទៅមើលឲ្យជិតទៅទើបដឹងថាគឺមានបន្ទប់មួយទៀតនៅជាប់បន្ទប់របស់នាងភ្លាមហ្នឹងក៏មានកៅភ្នែកមួយគូបានមើលមកកាន់នាងវិញដំបូងនាងក៏រៀងភ្ញាក់បន្តិចដែរហើយតាមពិតទៅបន្ទប់មួយទៀតហ្នឹងគឺជាបរិមម្នាក់ដែលមានឈ្មោះថា Gary ពួកគេក៏បានដឹងថាតាមពិតទៅបន្ទប់របស់ពួកគេទាំងពីរនាក់ត្រូវបានខាំងដោយកញ្ចក់ដែលត្រូវបានគេលាបពណ៌ខ្មៅអញ្ចឹងហើយពួកគេក៏ធ្វើការសន្ទនាគ្នាដោយបានព្យាយាមឆូតកញ្ចក់ចេញជាអក្សរ Jennifer ក៏បានដឹងថា Gary ដែលនៅបន្ទប់ម្ខាងទៀតហ្នឹងក៏ជាជនរងគ្រោះដែលត្រូវបានឃាតករចាប់ខ្លួនមកដែរនៅពេលពួកគេងើយឡើងលើក៏ឃើញមានប្រឡោះរុនខ្យល់តូចមួយដែលអាចឲ្យពួកគេនិយាយគ្នាបាន Jennifer ក៏បានគូសឈើគូសឲ្យ Gary និងប្រាប់គេថានាងធ្លាប់លួចរត់ម្ដងហើយប៉ុន្តែមិនបានសម្រេចសកម្មភាពគ្រប់យ៉ាងរបស់ពួកគេទាំងពីរនាក់គឺឃាតករម្នាក់ហ្នឹងកំពុងតែអង្គុយមើលយ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់របស់គេហើយគេគឺកំពុងតែធ្វើការពិសោធន៍អ្វីមួយយ៉ាងជាមួយនឹងសត្វកណ្ដុរផងដែរនៅខាងជនរងគ្រោះទាំងពីរនាក់ឯនេះវិញពួកគេក៏បានសម្អាតថ្នាំពណ៌នៅលើកញ្ចក់បានធំគួរសមល្មមអាចមើលឃើញគ្នាច្បាស់ហើយពេលនេះនៅខាងឃាតករវិញគេកំពុងតែយករូបថតរបស់អ្នកទាំងពីរមកកាត់ប៉ុន្តែមិនតាន់ដឹងថាដើម្បីអ្វីនោះទេ Gary ក៏បានសួរ Jennifer ថានាងត្រូវគេចាប់មកដោយរបៀបណាហើយនាងក៏បានតបថាមានគេលួចដាក់ថ្នាំក្នុងកែវស្រារបស់នាងនៅក្នុងក្លឹបហើយ Gary ក៏បាននិយាយប្រាប់ពីរឿងរបស់គេវិញម្ដងដោយទាំងពីរនាក់មិនដឹងទេថាឃាតករហ្នឹងគឺកំពុងតែស្ដាប់ឮរាល់ពាក្យសម្ដីរបស់ពួកគេគ្រប់ម៉ាត់នៅខាងក្រុមប៉ូលីសវិញពេលនេះយើងក៏បានឃើញប៉ូលីសប្រុសពីរនាក់កំពុងតែពិភាក្សារឿងបាត់ខ្លួនរបស់ Jennifer ហើយប៉ូលីសស្បែកខ្មៅម្នាក់ក៏បានចូលទៅហាងលក់ឧបករណ៍អេឡិចត្រូនិកមួយកន្លែងហើយគាត់ក៏នឹកឃើញគំនិតមួយរួចក៏ចូលមកក្នុងឡានវិញនៅខាង Jennifer ពេលនេះឃាតករលាក់មុខក៏បានដើរចូលមកក្នុងបន្ទប់របស់នាងប៉ុន្តែគេមិនបានធ្វើអ្វីមកកាន់នាងនោះទេដោយគ្រាន់តែដើរក្រឡឹងជុំវិញនាងរួចទូរទស្សន៍នៅក្នុងបន្ទប់ក៏បានដំណើរការវីដេអូសម្ភាសន៍របស់នាងម្ដងទៀតប៉ុន្តែគឺមានថែមវីដេអូដែលឃាតករធ្វើទរណកម្មទៅលើស្ត្រីម្នាក់ទៀតផងដែលធ្វើឲ្យ Jennifer នឹងកាន់តែភ័យបន្តិចក្រោយមកថតប្រអប់ក៏បើកជាថ្មីម្ដងទៀតនៅពេលដែលនាងទៅមើលទៅម្ដងនេះគឺនាងបានឃើញមានសន្លឹកបៀខ្សាច់មួយកែវនិងប្រអប់ឈើគូស Jennifer ព្យាយាមលូកទៅយកឈើគូសប៉ុន្តែឃាតករក៏បានមកចាប់នាងពីក្រោយហើយក៏យកក្រណាត់ដែលមានជាតិថ្នាំមកខ្ទប់ច្រមុះនាងឲ្យសន្លប់ជាថ្មីម្ដងទៀតឃាតករបានដាក់ឲ្យ Jennifer គេងនៅលើគ្រែហើយគេក៏បានលួចកាត់សក់របស់នាងផងដែរឃាតករក៏បានដើរឡើងទៅជាន់ខាងលើរួចគេក៏បានយកសក់របស់ Jennifer ទៅបាត់នៅក្នុងសៀវភៅ comic របស់គេនៅពេល Jennifer ដឹងខ្លួនឡើងនាងក៏បានដឹងថានាងត្រូវបានគេលួចកាត់សក់ហើយនាងក៏បានឃើញមានកូនសោទី2នៅជាមួយនឹងតុក្កតាផងដែរហើយនៅក្នុងទូលើកនេះគឺជាសម្លៀកបំពាក់មួយឈុតថ្មីរបស់នាងមួយទៀត Jennifer ក៏បានស្លៀកពាក់សម្លៀកបំពាក់ថ្មីនោះហើយនាងក៏បានស្រែកហៅដាស់ Gary នាងក៏បានសួរ Gary ថាមាននឹកឃើញគម្រោងការអីអត់ប៉ុន្តែ Gary ក៏បានតបវិញថាមិនដឹងនោះទេហើយ Gary ក៏បែរជានិយាយពីរឿងរ៉ាវជីវិតអតីតកាលរបស់គេទៅវិញ Jennifer ក៏មិនខ្វល់ហើយ Gary ក៏បានជេរទៅកាន់ Jennifer ទៀតផងឃាតករក៏បានផឹកស្រាសាំប៉ាញអង្គុយមើលអ្នកទាំងពីរយ៉ាងរំភើយលោកប៉ូលីសស្បែកខ្មៅក៏បាននឹកឃើញថានឹងត្រូវចោះទៅស៊ើបអង្កេតកន្លែងលក់គ្រឿងអេឡិចត្រូនិកថាមេអ្នកណាមកទិញកាមេរ៉ាក្នុងចំនួនដ៏ច្រើនដែរអត់ព្រោះគាត់គិតថាឃាតករច្បាស់ជាត្រូវការទិញកាមេរ៉ាជាច្រើនគ្រឿងដើម្បីទុកតាមដានជនរងគ្រោះរបស់គេនៅពេលដែលគាត់យកគំនិតមួយហ្នឹងទៅនិយាយជាមួយនឹងថ្នាក់លើ
ថ្នាក់លើបែរជាតបមកវិញថាវាមិនអាចទៅរួចនោះទេឃាតករមួយនេះគឺពូកែណាស់ចង់ចាប់វាបានលុះត្រាតែវាជាអ្នកបង្កកំហុសដោយខ្លួនឯងចេញមកបើមិនអញ្ចឹងទេក្រុមប៉ូលីសគឺគ្មានដានរបស់ឃាតករនោះឡើយនៅខាង Jennifer នាងក៏បាននិយាយម្នាក់ឯងឲ្យរងាប់ចិត្តហើយក៏ព្យាយាមសង្ងំគេងហើយនៅពេលដែលនាងគេងលក់បរិសុទ្ធឃាតករក៏បានបើកទ្វារចូលមកហើយក៏រុញក្រែរបស់នាងចូលទៅក្នុងប្រអប់កញ្ចក់ហើយនៅពេលដែល Jennifer ដឹងខ្លួនខ្សាច់ក៏ចាប់ផ្ដើមហូរចូលក្នុងកញ្ចក់ Jennifer ក៏ស្រវេស្រវាស្រែកហៅឲ្យគេជួយនិងព្យាយាមវាយបំបែកកញ្ចក់ប៉ុន្តែនាងមិនអាចធ្វើវាបាននោះទេ Gary ដែលបានលើសំឡេងស្រែកឲ្យជួយពីសំណាក់ Jennifer គេក៏បានព្យាយាមឡើងហែកសំណាញ់រុញខ្យល់រួចក៏បានឡើងវាទៅបន្ទប់របស់ Jennifer ដោយ Gary បានវាយទម្លុះពីដានហើយក៏បានជួយជីវិតរបស់ Jennifer បានសម្រេចបងប្អូនយើងមានឆ្ងល់អត់ថាបើសិនជា Gary អាចឡើងតាមនឹងបានមិនបានជាគេមិនឡើងមកជួយ Jennifer តាំងពីដំបូងចាំបាច់អីដល់ថ្នាក់នាងចិត្តដាច់ខ្យល់ហើយទើបឡើងមកតាមផ្លូវនឹងមកជួយបែបនេះអញ្ចឹងយើងចាំតាមដានបន្តទៀតបន្តិចទៀតនឹងមានចម្លើយ Gary ក៏បានលើក Jennifer ឡើងហើយនាងក៏បានលូនតាម Gary ដើម្បីរកច្រកចេញឃាតករក៏កំពុងតែមើលអ្នកទាំងពីរផងដែរ Gary ក៏បាននាំ Jennifer មកដល់បន្ទប់ការ៉ាសឡានហើយ Gary ក៏បានចាក់កន្លឹះទ្វាររួច Jennifer ក៏ប្រញាប់ចូលមកបញ្ឆេះឡានទាំងពីរនាក់ក៏បានបើកឡានចេញបំបុកទ្វារមួយទំហឹងពេលហ្នឹងក៏ស្រាប់តែមានក្រណាត់សគ្របពីលើឡានហើយក៏មានផ្សែងពុលចេញតាមម៉ាស៊ីនត្រជាក់ដែលធ្វើឲ្យទាំងពីរនាក់ត្រូវបានសន្លប់ជាថ្មីម្ដងទៀតឃាតករក៏បានបដូរសម្លៀកបំពាក់ថ្មីឲ្យ Jennifer ទៀតហើយនៅខាងប៉ូលីសវិញពួកគេក៏បានទៅភោជនីយដ្ឋានមួយកន្លែងដើម្បីជួបជាមួយនឹងមេចុងភៅម្នាក់ដែលមានឈ្មោះថា Ben ដោយសារតែប្អូនប្រុសរបស់ Ben ហ្នឹងគឺធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកហើយក្រុមប៉ូលីសក៏ស៊ើបដឹងថាប្អូនប្រុសរបស់ Ben ធ្លាប់ធ្វើការនៅក្លឹបកម្សាន្តដែល Jennifer ត្រូវបានចាប់ចម្រិតមិនតែប៉ុណ្ណោះមួយរយៈមុនគេបានទិញគ្រឿងអេឡិចត្រូនិកហ្នឹងជាច្រើនគ្រឿងខុសធម្មតាដោយសារតែមិនចង់មានរឿងវែងឆ្ងាយ Ben ក៏បានឲ្យអាស័យដ្ឋានរបស់ប្អូនរបស់គេហ្នឹងទៅកាន់ក្រុមប៉ូលីស Jennifer នៅពេលដឹងខ្លួនមកនេះនាងក៏បានឃើញថាខ្លួនឯងបានបដូរសម្លៀកបំពាក់ទៀតហើយនាងក៏បានឃើញ Gary ហើយនាងក៏បាននិយាយទាំងអស់សង្ឃឹមទៅកាន់ Gary ថាមើលទៅពួកយើងប្រហែលជាមិនអាចចេញពីទីនេះទេប៉ុន្តែ Gary ក៏បាននិយាយបែបវិជ្ជមានវិញថាវាច្បាស់ជាមានផ្លូវចេញជាមិនខានភ្លាមនោះថតប្រអប់ក៏បានបើកម្ដងទៀតហើយនៅក្នុងនោះគឺមានកូនសោទី3នៅពេល Jennifer បើកមើលទៅក៏ឃើញរ៉ូបមួយនាងក៏បានស្លៀករ៉ូបមួយនោះហើយទ្វេបន្ទប់របស់នាងជាមួយនឹង Gary ក៏ត្រូវបានបើកនាងក៏បានរត់ទៅអោប Gary មួយទំហឹងយ៉ាងសប្បាយចិត្តប៉ុន្តែនៅក្នុងទូរទស្សន៍គឺកំពុងតែបញ្ចាំងនៅវីដេអូធ្វើទរណកម្មមនុស្សស្រី Gary ក៏លួងលោម Jennifer កុំឲ្យយកភ្នែកមើលប៉ុន្តែនាងគឺមានការតក់ស្លុតជាខ្លាំង Gary ក៏បានយកបំពង់មកវាយបំបែកកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ទាំងអស់ឃាតករឃើញចឹងហើយក៏មានកំហឹងគេក៏បានផ្ដាច់ចរន្តអគ្គិសនីហើយក៏បានកាន់កំភ្លើងដើរសម្ដៅមកបន្ទប់របស់អ្នកទាំងពីរសំឡេងស្នូរកំភ្លើងនិងសំឡេងប្រវាយប្រតបគ្នាក៏បន្លឺឡើងពេញបន្ទប់ហើយមួយសន្ទុះក្រោយមកទូរទស្សន៍ក៏បានបង្ហាញពី Gary ត្រូវបានឃាតករបាត់ភ្នែកនិងភ្ជង់កំភ្លើងជាប់បំពង់ករបស់គេ Jennifer ក៏ព្យាយាមនិយាយសុំអង្វរឃាតករនឹងឲ្យទុកជីវិតឲ្យ Gary ផងឃាតករក៏បានផ្ដាច់ភ្លើងម្ដងទៀតហើយគេក៏បានយក Gary មកដាក់ក្នុងបន្ទប់ឲ្យនៅជាមួយនឹង Jennifer វិញ Gary ពេលដឹងខ្លួនមកវិញគេក៏បាននិយាយពីសម្រស់របស់ Jennifer ថានាងពិតជាស្រស់ស្អាតណាស់ Jennifer ក៏ចាប់ផ្ដើមមានអារម្មណ៍ហើយពួកគេក៏បានកេងជាមួយគ្នាចំណែកឯឃាតករដំបូងគឺអង្គុយមើលពីកាមេរ៉ាទេប៉ុន្តែមិនអស់ចិត្តក៏មកឈរមើលផ្ទាល់ទៀតខាងប៉ូលីសវិញពួកគេក៏បានទៅតាមអាស័យដ្ឋានដែលបានឲ្យប៉ុន្តែបែរជាមិនឃើញមានផ្ទះអីនោះទេគឺដីទទេតែប៉ុណ្ណោះ Gary ក៏បានភ្ញាក់ឡើងមកហើយគេក៏ព្យាយាមដាស់ Jennifer ឲ្យដឹងខ្លួនប៉ុន្តែ Jennifer មើលទៅដូចជាត្រូវថ្នាំមិនដឹងទេ Gary ក៏បានហិតមកដបទឹកនៅក្បែរហ្នឹងហើយគេក៏ដឹងថាឃាតករប្រហែលជាបានដាក់ថ្នាំក្នុងដបទឹកឲ្យនាងផឹកហើយ Gary នៅពេលដែលឃើញ Jennifer កំពុងតែសន្លប់បែបនេះគេក៏បានបើកទ្វារសម្ងាត់ចេញមកខាងក្រៅហើយក៏បានដើរឡើងទៅជាន់ខាងលើអាយ៉ាមានរឿងអីចេះបងប្អូនយើង Gary ក៏បានឡើងមកជួបជាមួយនឹង Ben ដែលត្រូវជាបងប្រុសរបស់គេ Ben គិតថា Gary ប្រហែលជាកំពុងតែសន្លប់ជាមួយនឹង Jennifer ហើយគេមិនគិតថា Gary នឹងដឹងខ្លួនលឿនចឹងសោះ
Gary ក៏បាននិយាយថាពេលនេះគេមិនដាច់ចិត្តសម្រាប់ Jennifer នោះទេប៉ុន្តែ Ben ក៏បានវេយគេមួយដៃដោយគេបាននិយាយថាល្បែងមួយនេះគឺវាត្រូវតែបញ្ចប់ដោយដឹងថាมันអាចនិយាយឈ្នះបងប្រុសរបស់គេបាន Gary ក៏បានចាក់សម្លាប់ Ben ហើយក៏អស់យកសាកសពទៅដាក់នៅក្នុងបន្ទប់ទឹករួចគេក៏បានអង្គុយអានសៀវភៅ comic ពីជនរងគ្រោះជាច្រើនក្បាលភ្លាមហ្នឹងក៏ស្រាប់តែមានប៉ូលីស2នាក់បានមកផ្ទះរបស់គេហើយក៏សួររក Ben គេក៏បានប្រាប់ប៉ូលីសវិញថា Ben គឺមិននៅនោះទេប៉ុន្តែប៉ូលីស2នាក់ហ្នឹងក៏បានសុំចូលទៅខាងក្នុងផ្ទះសិនរួចគេក៏សុំបើកទូរទស្សន៍មើលកម្មវិធីកីឡាបន្តិចហើយនៅពេលដែល Gary ដើរចេញប៉ូលីសក៏បានចុចប្តូរប៉ុស្តិ៍ហើយក៏បានឃើញកាមេរ៉ាសុវត្ថិភាពបង្ហាញពី Jennifer ដែលកំពុងតែកេងសន្លប់ Gary ក៏ចេញមកពីក្រោយរួចក៏បានបាញ់សម្លាប់ប៉ូលីសទាំងពីរនាក់នោះភ្លាម Gary ក៏បានដោះរូបថតរបស់គេទុកទាំងអស់ហើយគេក៏បានទៅដាស់ Jennifer ហើយប្រាប់នាងថាគេបានសម្លាប់អ្នកដែលចាប់ចម្រិតពួកគេហើយ Jennifer ក៏បានឃើញសាកសពប៉ូលីស2នាក់នោះប៉ូលីសម្នាក់ដែលមិនទាន់ស្លាប់ក៏ព្យាយាមដើរមកចង់និយាយការពិតប្រាប់ Jennifer ប៉ុន្តែនាងស្មានថានឹងគឺជាឃាតករនាងក៏បានវេយសំពង់ក្បាលប៉ូលីសម្នាក់នោះឲ្យដួលទៅវិញបាត់ទៅ Gary ក៏បាននិយាយបញ្ចុះ Jennifer ឲ្យចាក់ចេញពីទីនេះហើយបំភ្លេចរាល់អ្វីគ្រប់យ៉ាងចោលទៅ Jennifer ក៏អង្គុយគិតមួយសន្ទុះហើយនាងក៏យល់ព្រមទៅជាមួយនឹង Gary ប៉ុន្តែ Gary ក៏សុំពេល20នាទីសិនដើម្បីរៀបចំអីវ៉ាន់និងសម្អាតសាកសពរបស់ឃាតករនៅពេល Gary ចេញទៅ Jennifer ក៏បានក្រឡេកឃើញសៀវភៅ comic ដែលមានឈ្មោះមនុស្សស្រីជាច្រើនក្បាលហើយនៅពេលដែលនាងមើលទៅក៏ដឹងថា Gary តាមពិតគឺជាឃាតករដែរហើយគេគឺធ្វើការជាមួយនឹងបងប្រុសរបស់គេកន្លងមកដែលសម្ដែងជាឃាតករអាចកំបាំងម្នាក់នោះភ្លាមហ្នឹងបងប្រុសរបស់ Gary គឺមិនទាន់ស្លាប់នោះទេគេក៏ចង់ព្យាយាមសម្លាប់ Jennifer ម្ដងទៀតប៉ុន្តែ Jennifer ក៏បានរុញកំបិតចូលមុខរបួសចាស់របស់គេហើយលើកនេះគេក៏ត្រូវបានស្លាប់ពិតមែន Jennifer ក៏បានព្យាយាមរត់ទៅបើកទ្វារនៅបង្អួចប៉ុន្តែគឺថាជាប់សោទាំងអស់បើកមិនចេញទេបន្តិចក្រោយមក Gary ក៏បានមកវិញហើយគេក៏បានកាន់កាមេរ៉ាថត Jennifer ដោយឲ្យ Jennifer ហ្នឹងជាអ្នកសម្អាតឈាមរបស់សាកសពក្រុមប៉ូលីសទាំងនោះ Jennifer ក៏ធ្វើជាយល់ព្រមហើយនាងក៏ឆ្លៀតយកថ្នាំសម្អាតហ្នឹងបាញ់មកកាន់ Gary ហើយនាងក៏បានរត់មកបន្ទប់ឃុំឃាំងនៅខាងក្រោមដី Gary ក៏បានដេញតាមនាងពីក្រោយ Jennifer នៅពេលដែលពួនហ្នឹងនាងក៏បានឃើញកំភ្លើង shotgun មួយដើមនាងក៏បានយកវាមកទុកហើយនៅពេលដែល Gary មិនប្រយ័ត្ននាងក៏បានបាញ់ Gary ជាច្រើនគ្រាប់ដែលធ្វើឲ្យគេស្លាប់ភ្លាមតែម្ដង Jennifer ក៏បានប្រើកំភ្លើងបាញ់ទម្លុះផ្ទាំងរូបថតមួយនោះហើយនាងក៏រកផ្លូវចេញមកខាងក្រៅបានដោយជោគជ័យតាមពិតទៅ Gary គឺជាឃាតកររោគចិត្តដែលតែងតែចាប់ចម្រិតតារាម៉ូដែលស្រីស្អាតកន្លងមកជាច្រើនដងហើយប៉ុន្តែលើកនេះគឺគេមានចិត្តស្រឡាញ់ Jennifer អញ្ចឹងហើយបានជាគេមិនដាច់ចិត្តសម្លាប់ Jennifer សូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ